maintain បរិទ្ធពិតជាមានអានុភាពហើយពិតជាអាចកំចាត់ចង្រៃបានហើយពិតជាអាចនាំសេរីសួស្តីបានតើស្អីជាតួចង្រៃគឺអកុសលចិត្តកាលណាយើងសិក្សាព្រះបរិត្តឧទាហរណ៍ដូចជាសិក្សាពីករណីយមេត្តសោតនិយាយអំពីការចម្រើនមេត្តាដែលបុគ្គលក៏បីចម្រើនដោយខ្លួនឯងយើងឥឡូវកាលណានិយាយពីបរិត្តវាទៅឲ្យម្នាក់សូត្រឲ្យម្នាក់ស្ដាប់អានឹងកើតជាប្រពៃណីតែការព្រះអង្គបរៀនអត់អញ្ចឹងទេបរៀនជាមេរៀនឲ្យយើងម្នាក់យកទៅប្រតិបត្តិសម័យពុទ្ធកាលអត់មានកម្មវិធីសូត្រមន្តទេអត់មានតែហ្មងឧទាហរណ៍ដូចជាករណីយមេត្តសោតអញ្ចឹងគឺព្រះអង្គបរៀនឲ្យភិក្ខុនឹងរៀនយកទៅដោះស្រាយបញ្ហាតែម្ដងខ្លួនឯងឃើញទេមិនមែនឲ្យភិក្ខុនឹងទៅសូត្រឲ្យម្នាក់ណាទៀតស្ដាប់កើតសេរីសុខស្ដីដូចយើងធ្វើហងៃអត់ទេឬក៏ដូចជាគិរិមេនន្តសោតនៅក្នុងបរិត្តទាំងអស់គិរិមេនន្តសោតអានឹងម្នាក់អ្នកបរិយាយម្នាក់អ្នកស្ដាប់ដែរប៉ិនស្ដាប់យល់ដូចបងថាមិនអញ្ចឹងហ្នឹងហើយគិរិមេនន្តសោតលោកមានជំងឺប៉ិនរបៀបជំងឺរបស់លោករបៀបជំងឺផ្លូវចិត្តរ៉ាំរ៉ៃដល់ពេលខ្ញុំនិយាយថ្ងៃមុនអាហ្នឹងបាទមិននិយាយទៀតហ្នឹងហើយលោកជាប់ជាពាក់ច្រើនណាមួយកណ្ដោយកណ្ដែងរបៀបមកបួសតែឯងអត់មានអ្នកគិតអ្នកគូអីចឹងទៅដល់ពេលសម្ដែងពីសញ្ញា10មានអាទីនវៈសញ្ញាអសុបសញ្ញាស្អីជាដើមហ្នឹងនិយាយរហូតដល់លោកលះអាការជាប់ជាពាក់សូម្បីតែរាងកាយរបស់លោកក៏លោកលែងជាពាក់ដូចចឹងវាដោះអាកង្វល់ផ្លូវចិត្តរបស់លោកចប់ទៅក៏លោកបានស្បើយទៅពីព្រោះមុនហ្នឹងលោកជាពាក់ច្រើនដល់ពេលប្រសូតហ្នឹងនិយាយឲ្យពិចារណាធាតុមួយដូចជាអាហារបដិកូលសញ្ញានិយាយពីអាការៈ32សក់រោមសាច់សរសៃឈាមការផ្គុំឡើងនៃធាតុទាំងអស់ហ្នឹងអីចឹងទៅបានលោកថា nothing វាអត់មានអីគួរឲ្យជាប់ជាពាក់ទេដល់ចឹងទៅអាការព្រួយបារម្ភនឹងខ្លួនឯងហ្នឹងក៏វាលែងមានទៅអាជំងឺហ្នឹងក៏វាស្បើយទៅហើយគិរិមេនន្តសោតហ្នឹងព្រះអង្គឲ្យអានន្តទៅប្រាប់ព្រះគិរិមេនន្តហ្នឹងតែម្ដងហ្នឹងឯងប៉ុន្តែបើខ្លាយជាប្រពៃណីឲ្យតែមានអ្នកឈឺវាអានឹងសូត្រឲ្យមានអ្នកឈឺអានឹងសូត្រវាមិនមែនថាមនុស្សកើតពីជំងឺផ្លូវចិត្តទាំងអស់ឯណាមិនដូចយើងនិយាយចឹងដូចជំនាញថ្មិញហ្នឹងមិនមែនគេចុកពោះដកថ្មិញណាណែអញ្ចឹងបានព្រះអង្គសម្ដែងធម៌មើលឧបនិស្ស័យបើចុកពោះនរោដុកទ័រខាងនេះបើឈឺថ្មិញមកខាងនេះបាទតែខ្ញុំចង់និយាយមួយបែបទៀតខ្ញុំចង់និយាយថាព្រះបរិត្តនេះពិតជាមានអានុភាពអាចកំចាត់ចង្រៃបានហើយពិតជាអាចធ្វើឲ្យមានសេរីសួស្តីមែនតែស្អីជាតួចង្រៃគឺតួអកុសលចិត្តកាលណាយើងសិក្សាពីបរិត្តគឺមេរៀនប្រែមកថាជាមេរៀនប៉ុន្តែផ្នែកតូចនៃមេរៀនដែលព្រះអង្គបរៀនណាហ្នឹងហើយកាលណាយើងយល់ពីអត្តន័យទៅយើងចម្រើនចិត្តមេត្តាឲ្យអភ័យដោះចិត្តប្រកាន់ច្រើនទៅអាតួចង្រៃគឺចិត្តប្រកាន់តួចង្រៃគឺចិត្តស្អប់ហ្នឹងគឺអាចបាត់មែនបើសិនបើយើងយល់អត្តន័យនៃបរិត្តនោះឃើញទេហើយសេរីសួស្តីពិតជាកត់មែនពីព្រោះកុសលចិត្តវាចម្រើនតួសេរីសួស្តីដែលខ្ញុំហៅហ្នឹងគឺតួកុសលចិត្តដែលកើតឡើងឃើញទេអញ្ចឹងបកែណាបកែអញ្ចឹងណាបកែគឺថាពិបាកចិត្តគិតព្រះបរិត្តទៅឈប់បាក់ចិត្តបកែនឹង stress ច្រើនពិចារណាព្រះបរិត្តទៅលែង stressអានឹងធៀបបកែរបស់បរិត្តហ្នឹងអញ្ចឹងតែបើរឿងបកែមួយខ្មោចព្រាយបិសាចខ្ញុំមិនដឹងទេអាហ្នឹងបាទណែឥទ្ធិពលមានអញ្ចឹងណាប៉ុន្តែយើងឲ្យនិយមន័យពាក្យថាចង្រៃហ្នឹងវាអត់ត្រូវទៅចង្រៃណាបាបប្រគ្រោះខាងក្រៅណានោះគឺតួចង្រៃគឺចិត្តយើងហ្នឹងហើយពេលទៅពិបាកចិត្តអីច្រើនដូចបងទឹមល្បីនេះអញ្ចឹងតួពិបាកហ្នឹងគឺតួប្រកាន់ក្នុងចិត្តរបស់យើងនឹងឯងកាលណាចិត្តយើងឲ្យអភ័យច្រើនមេត្តាច្រើនអាហ្នឹងឯងតួសេរីសួស្តីដែលធ្វើឲ្យចិត្តលែងពិបាកឃើញទេនៅពេលដែលយល់បាទហើយដូចបងមានប្រសាសន៍មិញអញ្ចឹងថាឲ្យវាចូលតាមណាបើស្ដាប់អត់បានផងហ្នឹងគឺវាទៅជាគ្រាន់តែប្រពៃណីទេអាហ្នឹងដូចខ្ញុំធ្លាប់កាលទៅកាណាដាមួយខែខ្ញុំទៅដល់ខ្ញុំបរៀនភ្លាមហើយមានអ៊ំគណៈកម្មការម្នាក់ហ្នឹងគាត់រៀនចប់នៅឯនោះហើយគាត់ធ្វើវត្តរាប់សិបឆ្នាំហើយគាត់ថាបើនិយាយពីស្បែកជើងដែលគាត់ដើរចេញចូលធ្វើវត្តណា
mình đang sặc ởประมาณ สำหรับ ấy แต่ก็ទៅតែដឹងថានៅក្នុងពធហ្នឹងមានធម៌សម្រាប់រៀនពាក់ព័ន្ធនឹងខ្លួនឯងអញ្ចឹងពីមុនគាត់លើកឡើងដូចបងលើកមិញអញ្ចឹងថាស្មានថាពុទ្ធសាសនាហ្នឹងគឺថាដូចចូលឆ្នាំអញ្ចឹងយើងត្រូវធ្វើអញ្ចឹងខែភ្ជុំយើងត្រូវធ្វើអញ្ចឹងថ្ងៃសិលយើងត្រូវប្រគេនចហានលោកអីប៉ុណ្ណឹងដើម្បីរក្សាវប្បធម៌ប្រពៃណីអីតែប៉ុណ្ណឹងហើយពេលខ្ញុំទៅបរៀនមួយខែហ្នឹងចុងបញ្ចប់គាត់ឡើងថ្លែងដែរកាលហ្នឹងនៅក្នុងកសែតមានលេងគាត់សនំពោឲ្យមានរៀនអញ្ចឹងតទៀតពេលខ្ញុំអត់ធានាបានទេអានោះណាសរុបមកគឺថានៅក្នុងពុទ្ធសាសនានេះព្រះអង្គប្រៀបឲ្យថាដូចជាមហាសមុទ្រដែលមានរតនៈដ៏ច្រើននៅបាតសមុទ្រណាមានរបស់ល្អដ៏ច្រើនគឺធម្មរតនៈនឹងឯងប៉ុន្តែវាមិនអាចធ្វើឲ្យមនុស្សដែលមិនមុជចូលទៅក្នុងសមុទ្រនឹងឃើញលំអបាតសមុទ្របានទេយើងគ្រាន់តែមើលតែផ្ទៃពីលើឃើញតែរលកក្រំក្រែងអីប៉ុណ្ណឹងមិនឃើញថាក្នុងផ្កាថ្មឬក៏ស្អីស្អីនៅបាតសមុទ្រនឹងស្អាតប៉ុណ្ណាទេដូចយើងដែលមើលមកក្នុងពុទ្ធសាសនាដោយភ្នែកដោយតិចធម្មតានឹងអញ្ចឹងយើងអត់បានយកសទ្ធាយកទៅមើលមិនចាំយកបញ្ញាយកទៅមើលដល់អញ្ចឹងទៅឃើញថាដូចជាអត់ប្រយោជន៍ហ្នឹងប៉ុន្តែដូចបងដុកទ័រ